បាទនេះគឺជាពន្លកស្រូវណាបងឃើញគេចាក់ស្ដាយហ្នឹងដោះចាប់ដើមហ្នឹងតែពេលយើងដាក់អញ្ចេះវាមើលដាក់សើឃើញទេដោយសារវាទឹមគេហៅពន្លកគេហៅអីពន្លកស្បូវមែនពន្លកស្បូវហ្នឹងខ្មែរពាក្យខ្មែរយើងពន្លកផ្កាស្បូវហើយយើងគេឃើញថាស្មៅបងប្អូននេះទូចប្រភេទស្មៅនេះមេឃវានឹងចង់ល្ងិតនេះឃើញទេទូចនេះយើងមើលចង់ឃើញទេនេះស្មៅហ្នឹងតូចស្មៅតូចជាច្រើនបានដោះហើយវាដោះមុនស្រូវបងប្អូនដោះមុនស្រូវចង់ដោះមុនស្រូវទៀតហើយស្រូវទឹមបលក់មកសដោយសារខ្ញុំព្យួរលុបនេះយើងព្យួរលុបដល់ពេលស្រូវទឹមប៉ុណ្ណឹងហើយហើយក៏បានរស់បានស្អាតទេបងប្អូនខាងនេះក៏ដូចគ្នាដែរណាខាងនេះដូចគ្នានេះល្ងាចទេបងប្អូនមើលបរិយាកាសល្ងាចហើយខ្ញុំមកពីផ្សារវិញឈៀតមកមើលទៅឃើញថាវាដោះហើយប៉ុន្តែស្មៅក៏វាដោះច្រើនដែរស្មៅវាដោះច្រើនអញ្ចឹងឱកាសនេះគឺយើងត្រូវតែធ្វើការបាញ់មុនស្រូវនេះអាយុ10ថ្ងៃបងប្អូនពីព្រោះបើយើងទុកដល់ស្រូវនេះអាយុ10ថ្ងៃអញ្ចឹងស្មៅនឹងធំដល់ពេលស្មៅធំយើងពិបាកកម្ចាត់ណាបងប្អូនស្មៅនេះគឺស្រូវនេះអាយុវា5ថ្ងៃបងប្អូន5ថ្ងៃហើយយើងព្រមថ្ងៃ15ថ្ងៃទី20អញ្ចឹងអាយុវា5ថ្ងៃហើយ5ថ្ងៃអញ្ចឹងស្អែកខ្ញុំធ្វើការបាញ់អាយុ6ថ្ងៃបាញ់សម្លាប់បងប្អូនយើងបាញ់សម្លាប់ស្មៅតោះតូចយើងដាក់ដ្រូនបាញ់អញ្ចឹងយើងនឹងធ្វើការបាញ់ទាំងអស់នេះឯងតង់អាដោះតង់អាមិនតន់ដោះក៏យើងធ្វើការបាញ់ដែរបងប្អូនបើយើងអត់បាញ់វាពេលនេះទេចាំឲ្យធំពិបាកកាត់អញ្ចឹងយើងបាញ់វាហើយទៅវានៅទូចអាខ្លះទឹមរីកមកគឺត្រូវគឺងាប់តែម្ដងហើយដល់ពេលវគ្គក្រោយយើងមានទឹកមានអីយើងរស់ព្រោះតិចតួចមកស្អាតយើងកុំចាំណែស្រូវយើងដោះអស់ក្នុងដីអញ្ចឹងបាញ់ហើយមួយទៀតបើសិនជាយើងបាញ់សម្លាប់លាយឃុំក៏ល្អដែរបងប្អូនសម្លាប់លាយឃុំណាវាជួយទប់ទល់ស្មៅនៃការដោះរបស់ស្មៅដែរបើសិនជាយើងបាញ់តែសម្លាប់ក៏បានដែរប៉ុន្តែយើងចង់ឲ្យប្រសិទ្ធភាពនឹងកាន់តែល្អស្មៅមិនងាយដោះទៀតអាស្មៅដែលអត់បានដោះហ្នឹងឃុំវាជាប់បើយើងបាញ់លាយឃុំបើយើងអត់បាញ់លាយឃុំអាស្មៅអត់បានដោះវាអាចនឹងដោះនៅវគ្គក្រោយទៀតហើយថ្ងៃស្អែកយើងនឹងហៅដ្រូនមកបាញ់តែម្ដងទៅដី4ហិកតានេះបងប្អូន